ក្រុមបាល់ទាត់នារីវ័យក្មេងមហាមិត្តខេត្តប្រសេនុបានបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងពានរង្វាន់ UYFC Soccer League លើកទី9ឆ្នាំ2026ក្នុងវគ្គជម្រុះក្រុមបាល់ទាត់នារីវ័យក្មេងមហាមិត្តខេត្តប្រសេនុបានបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងពានរង្វាន់ UYFC Soccer League លើកទី9ឆ្នាំ2026ក្នុងវគ្គជម្រុះបន្ទាប់ពីបង្ហាញសមត្ថភាពបច្ចេកទេសនិងស្មារតីកីឡាជាមួយក្រុមខ្លាំងៗមកពីបណ្ដាខេត្តក្នុងពូលកដែលមាន4ក្រុមយោងតាមគណៈកម្មការរៀបចំការប្រកួតពានរង្វាន់ UYFC Soccer League លើកទី9ឆ្នាំ2026មានក្រុមបាល់ទាត់នារីចំនួន8ក្រុមចូលរួមនិងត្រូវបែងចែកជា2ពូលក្នុងមួយពូលមាន4ក្រុមហើយក្រុមបាល់ទាត់វ័យក្មេងនារីមហាមិត្តខេត្តប្រសេនុស្ថិតនៅក្នុងពូល A ដែលមានក្រុម Camera Lady FC ក្រុមសសយកស្រុកកញ្ជ្រៀចនិងក្រុមសេនាអង្គរ United ការចូលរួមរបស់ក្រុមបាល់ទាត់នារីវ័យក្មេងខេត្តប្រសេនុក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះមិនត្រឹមតែជាការប្រកួតប្រជែងដើម្បីដណ្ដើមពានរង្វាន់ប៉ុណ្ណោះទេប៉ុន្តែជាវេទិកាសំខាន់មួយសម្រាប់កីឡាការិនីវ័យក្មេងក្នុងការបង្ហាញសមត្ថភាពដកស្រង់បទពិសោធន៍និងលើកកម្ពស់វិស័យកីឡាបាល់ទាត់នារីនៅខេត្តប្រសេនុឲ្យកាន់តែរីកចម្រើនបន្ថែមទៀតសូមបញ្ជាក់ជូនថាក្រុមបាល់ទាត់នារីវ័យក្មេងមហាមិត្តឆ្លងកាត់3ប្រកួតក្នុងពូលលទ្ធផលមិនសូវល្អនោះទេតែយ៉ាងណាក៏ដោយក្រុមកីឡាការិនីមហាមិត្តក៏អាចទាត់បញ្ចូលទីគូប្រកួតបានចំនួន2គ្រាប់ផងដែរ